ជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងសួស្តីទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលកំពុងសិក្សានៅថ្នាក់ទី12ទាំងអស់គ្នានាងខ្ញុំឈ្មោះអ៊ីមសេរីណេតដែលថ្ងៃនេះនាងខ្ញុំនឹងធ្វើពិសោធន៍បង្ហាញមួយទៅលើកត្តាជះឥទ្ធិពលទៅលើល្បឿនប្រតិកម្មដែលប្រធានបទរបស់នាងខ្ញុំគឺកត្តាសីតុណ្ហភាពទៅលើល្បឿនប្រតិកម្មដែលវត្ថុបំណងនៃការធ្វើពិសោធន៍នេះគឺដើម្បីសង្កេតមើលការប្រែប្រួលនៃ solution និងបកស្រាយពីឥទ្ធិពលនៃសីតុណ្ហភាពទៅលើល្បឿនប្រតិកម្មដោយដែលយើងបានសិក្សារួចមកហើយថាប្រតិកម្មគីមីដែលប្រតិកម្មមួយចំនួនគឺវាអាចកើតឡើងដោយឯងចំណែកឯប្រតិកម្មមួយចំនួនទៀតគឺវាត្រូវការកត្តាដើម្បីជួយជំរុញប្រតិកម្មដែលកត្តាទាំងនោះមានដូចជាកត្តាកំហាប់អង្គធាតុប្រតិករកត្តាទំហំភាគល្អិតកត្តាសីតុណ្ហភាពកត្តាសម្ពាធនិងកត្តាកាតាលីករចំពោះកត្តាសីតុណ្ហភាពកាលណាសីតុណ្ហភាពប្រែប្រួលធ្វើឲ្យផ្ទៃប៉ះនិងចំនួនទង្គិចប្រសិទ្ធក៏មានការប្រែប្រួលដែរដែលវាធ្វើឲ្យល្បឿននៃប្រតិកម្មមានការប្រែប្រួលផងដែរអញ្ចឹងដើម្បីដឹងថាតើឥទ្ធិពលនៃសីតុណ្ហភាពទៅលើល្បឿនប្រតិកម្មហ្នឹងវាមានឥទ្ធិពលយ៉ាងដូចម្ដេចយើងទៅមើលការពិសោធន៍ទាំងអស់គ្នាមុននឹងឈានទៅដល់ការធ្វើពិសោធន៍យើងត្រូវពាក់ម៉ាស់ពាក់ស្រោមដៃហើយនឹងពាក់អាវពិសោធន៍ជាមុនសិនដើម្បីការពារនៅសុវត្ថិភាពនៅពេលធ្វើពិសោធន៍តទៅនេះនាងខ្ញុំនឹងណែនាំអំពីឧបករណ៍និងសារធាតុគីមីមួយចំនួនដែលចាំបាច់នៅក្នុងការធ្វើពិសោធន៍នេះចំពោះឧបករណ៍យើងមានជើងទម្របំពង់សាកនិងបំពង់សាកចំនួន6ដែលមានបិទស្លាករួចជាស្រេចកែវបេសៀចំនួន3ដែលមានស្លាកទឹកកកទឹកសុទ្ធហើយនិងទឹកក្តៅកែវសម្រាប់ដាក់ solution ស្តង់ដាហើយនិងកែវជ័រសម្រាប់ទង្វើ solution ចឹងក្រោយគឺស៊ីឡាំងក្រិតចំពោះសារធាតុគីមីមានដូចជាទឹកថ្នាំលាងរបួសជាតិអ៊ីយ៉ូតទឹកអុកស៊ីសែនឈើគូសដែលមានជាតិស្ប៉ុនធ័រហើយយើងមានទឹកក្តៅទឹកសុទ្ធសីតុណ្ហភាពបន្ទប់ហើយនិងទឹកកកឥឡូវយើងចូលមកដល់ដំណើរការពិសោធន៍តែម្ដងជាដំបូងគឺយើងត្រូវទង្វើ solution អ៊ីយ៉ុងអ៊ីយ៉ូដួជាមុនសិនចាអញ្ចឹងយើងត្រូវវាល់ទឹកបិទចំនួន50មីលីលីត្របន្ទាប់មកចាក់ចូលទៅក្នុងកែវជ័រតមកទៀតបន្តក់ solution ទឹកថ្នាំលាងរបួសចំនួន5ដំណក់បន្ទាប់មកយើងត្រៀមកែវជ័រមួយទៀតសម្រាប់គ្របហើយយើងធ្វើការគូសឈើគូសយកផ្សែងដំបូងនៃឈើគូសដើម្បីបំលែងទឹកអ៊ីយ៉ូតទៅជាអ៊ីយ៉ុងអ៊ីយ៉ូដួបន្ទាប់មកយើងធ្វើការក្រឡុកវារហូតទាល់តែវាប្រែពណ៌ទៅជាបាត់ពណ៌ចឹងយើងឃើញថា solution របស់យើងគឺប្រែមកជាគ្មានពណ៌ហើយអញ្ចឹងបានន័យថាយើងបាន solution អ៊ីយ៉ុងអ៊ីយ៉ូដួហើយអញ្ចឹងយើងទុកវាម្ដុំសិនបន្ទាប់ពីយើងទង្វើ solution អ៊ីយ៉ុងអ៊ីយ៉ូដួហើយឥឡូវយើងមកទង្វើ solution ស្តង់ដាម្ដងយើងត្រូវបូមទឹកវាល់ទឹកចំនួន25មីលីលីត្របន្ទាប់មកចាក់ចូលក្នុងកែវជ័ររួចបន្តក់ទឹកថ្នាំលាងរបួសចំនួន2ដំណក់ជំហានបន្ទាប់យើងត្រូវវាល់ទឹកអុកស៊ីសែនេតចំនួន5មីលីលីត្រដាក់ចូលកែវ A កែវ B និងកែវ C គឺក្នុងបរិមាណ5មីលីលីត្រដូចគ្នាឥឡូវយើងធ្វើការវាល់
solution អ៊ីយ៉ុងអ៊ីយ៉ូឌួចំនួន10 ml ដាក់ចូលនៅក្នុងបំពង់សាក A អង B អងហើយនិង C អងក្នុងបរិមាណស្មើគ្នាបន្ទាប់មកយើងយក solution នៅបំពង់សាក A និងបំពង់សាក A អងយកមកត្រាំនៅក្នុងទឹកកកប្រហែលជា2នាទីចាអញ្ចឹង2នាទីក្រោយមកយើងយក solution នៅបំពង់សាក A អងចាក់ចូលបំពង់សាក A បន្ទាប់មកយើងសង្កេតមើលការប្រែប្រួលពណ៌របស់វាចឹងរយៈពេល1នាទីជាងក្រោយមកឃើញថា solution គឺចាប់ផ្ដើមប្រែពណ៌មកជាលឿងស្រាលចាបន្ទាប់ពី6នាទីក្រោយមកឃើញថាពណ៌របស់វាគឺស្រដៀងទៅនឹងពណ៌នៃ solution standard អញ្ចឹងយើងទុកវារយៈពេលបន្តិចទៀតសិនចាឥឡូវឃើញថាពណ៌របស់ solution យើងគឺដូចទៅនឹងពណ៌ solution standard ហើយអញ្ចឹងយើងបញ្ឈប់ចាអញ្ចឹង solution នៅកែវ A របស់យើងគឺប្រែពណ៌ដូចទៅនឹងពណ៌ solution standard ដែរនៅរយៈពេល8នាទីនិង33វិនាទីចាជាបន្តមកទៀតគឺយើងយក solution នៅបំពង់សាក B និងបំពង់សាក B អងយកមកត្រាំនៅក្នុងទឹកសុទ្ធរយៈពេលប្រហែលជា2នាទីចាបន្ទាប់ពី2នាទីក្រោយមកយើងចាក់ solution នៅបំពង់សាក B អងចូលក្នុងបំពង់សាក Bបន្ទាប់មកយើងរងចាំវាប្រែពណ៌ទៅជាពណ៌ដូចទៅនឹង solution standard ទើបយើងបញ្ឈប់នាទីនិងកត់ត្រារយៈពេលវាចូលទៅក្នុងតារាងលទ្ធផលយើងឃើញថាបន្ទាប់ពី1នាទីជាងក្រោយមកពណ៌ solution របស់យើងគឺប្រែពណ៌ពីគ្មានពណ៌មកជាពណ៌លឿងស្រាលចាអញ្ចឹងនៅរយៈពេល3នាទីនិង9វិនាទីយើងឃើញថាពណ៌របស់ solution យើងគឺប្រែពណ៌ដូចទៅនឹងពណ៌នៃ solution standard ហើយបន្តមកទៀតគឺយើងយក solution នៅបំពង់សាក C និងបំពង់សាក C អងដាក់ត្រាំទៅក្នុងទឹកក្តៅប្រហែលជារយៈពេល2នាទីចាសូមបញ្ជាក់ថាចំពោះការត្រាំ solution នៅក្នុងទឹកក្តៅនេះគឺទឹកក្តៅយើងដាក់នៅសីតុណ្ហភាព40អង្សាឬក៏ក្រោម40អង្សាដើម្បីកុំឲ្យអ៊ីយ៉ូតនឹងវាហើរតមកយើងយក solution នៅបំពង់សាក C អងចាក់ចូលនៅក្នុងបំពង់សាក C ហើយសង្កេតមើលការប្រែពណ៌របស់វានិងកត់ត្រារយៈពេលចូលតារាងលទ្ធផល35វិនាទីក្រោយមកយើងឃើញថា solution របស់យើងគឺប្រែពណ៌ពីគ្មានពណ៌មកជាពណ៌លឿង
បន្ទាប់ពីរយៈពេល1នាទីនិង29វិនាទីក្រោយមកយើងឃើញថា solution របស់យើងគឺប្រែពណ៌ដូចទៅនឹង solution standard ហើយក្រោយពិសោធន៍យើងឃើញថាប្រតិកម្មដែលប្រព្រឹត្តទៅនៅក្នុងកែវទឹកក្តៅគឺវាប្រែពណ៌លឿនជាងប្រតិកម្មនៅក្នុងកែវទឹកធម្មតានិងប្រតិកម្មដែលកើតឡើងនៅក្នុងកែវទឹកធម្មតាគឺវាប្រែពណ៌លឿនជាងប្រតិកម្មដែលប្រព្រឹត្តទៅនៅក្នុងកែវទឹកកកចាអញ្ចឹងការពិសោធន៍របស់នាងខ្ញុំក៏មកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានដំណើរការពិសោធន៍តាំងពីដើមរហូតដល់ចប់